Cambodia celebrates historic volleyball title with hard-fought win over regional rivals. Okay. ប្រទេសកម្ពុជាបានប្ររពអបអរសាទរនៅមុខមាត់បាល់ទះជាប្រវត្តិសាស្ត្រដោយការប្រយុទ្ធប្រកួតយ៉ាងលំបាកយកឈ្នះទៅលើដៃគូដែលជាជើងឯកប្រចាំតំបន់ Cambodia's men's volleyball team made history by defeating Indonesia 3-2 to win the CV Cup 2026, securing the country's first international volleyball title. The thrilling final ended with scores of 25-23, 28-26, 23-25, 22-25, and 15-11. Okay, យើងមកសិក្សាពាក្យពលិសពាក្យ defeating យើងប្រែថាបរាជ័យ win យើងប្រែថាឈ្នះ securing យើងប្រែថាដោយទទួលបាន thrilling ការរំជើបរំជួល score n យើងប្រែថាn យើងប្រែថាបញ្ចប់ scores យើងប្រែថាពិន្ទុអូខេក្រុមបាល់ទះផ្នែកបរោះរបស់កម្ពុជាបានបង្កើតជាប្រវត្តិសាស្ត្រដោយឥណ្ឌូនេស៊ីរងភាពបរាជ័យ 3-2 ក្រោមថ្វីដៃកម្ពុជាធ្វើឲ្យកម្ពុជាទទួលបានជ័យជំនះពាន CV Cup 2026 ដោយទទួលបាននូវកេរ្តិ៍ឈ្មោះបាល់ទះលើឆាកអន្តរជាតិជាលើកដំបូងគ្រប់ជូនប្រទេសជាតិការប្រកួតចុងក្រោយដោយបានបញ្ចប់ដោយក្តីរំភើបជ្រាបជ្រួយដោយពិន្ទុ25-23 នៅក្នុងសេតទី1ហើយសេតទី2 28-29 ហើយសេតទី3 23-25 ហើយសេតទី4 22-25 ហើយនៅសេតចុងក្រោយគឺមក15-11 The victory was a remarkable upset as Cambodia had lost 3-0 to Indonesia earlier in the tournament and had never beaten them in international competition. It also avenged their straight sets defeat to Indonesia in the 2023 SEA Games final. Okay, you must accept it. Okay, ពាក្យថា victory យើងប្រែថាភាពជោគជ័យ upset មានន័យថាការមិនសប្បាយចិត្ត Harry at tournament ការប្រកួតកីឡា beaten ប្រែថាវាយយកឈ្នះ competition យើងប្រែថាការប្រកួត avenge យើងប្រែថាសងសឹក straight ទីនេះយើងប្រែថាឆ្ពោះទៅអូខេនៅក្នុងភាពជោគជ័យនោះដែរកម្ពុជាក៏ធ្លាប់ទទួលបានភាពបរាជ័យដែលធ្វើឲ្យមិនសប្បាយចិត្តដោយកម្ពុជាធ្លាប់រងនូវភាពបរាជ័យ 3-0 ក្រោមថ្វីដៃក្រុមឥណ្ឌូនេស៊ីកាលពីពេលប្រកួតកីឡាថ្មីហើយមិនធ្លាប់ទទួលបានជ័យជំនះទៅលើក្រុមឥណ្ឌូនេស៊ីក្នុងការប្រកួតលើឆាកអន្តរជាតិឡើយហើយកម្ពុជាក៏ធ្លាប់បានធ្វើការសងសឹកក្រុមឥណ្ឌូនេស៊ីក៏ប៉ុន្តែនៅតែទទួលបាននូវភាពបរាជ័យកាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពី SEA Games 2023 Cambodia road to the championship included another major surprise, a 3-1 semi-final win over Thailand. The title highlighted the team's rapid progress after finishing winless in the CV Cup debut in 2025. Okay. យើងមកសិក្សាពាក្យកលឹកបន្ត championship យើងប្រែថាភាពជាម្ចាស់ជើងឯក included រួមមាន
major យ៉ាងធំ title យើងអាចប្រែថាមុខមាត់ឬក៏ភាពជោគជ័យ repeat យ៉ាងឆាប់រហ័ស progress យើងប្រែថាដំណើរការ winless បរាជ័យយើងប្រែថាដែលឬក៏ថា winless យើងប្រែថាដែលមិនធ្លាប់ទទួលបានជ័យជំនះទីបាត់ការបង្ហាញខ្លួនអូខេមាគ៌ាឈ្មោះទៅរកភាពជាម្ចាស់ជើងអាចរបស់កម្ពុជារួមមានការយកឈ្នះទៅលើក្រុមថៃនៅវគ្គ semi final ដែលជាវគ្គប្រកួតដើម្បីឈានទៅរកវគ្គផ្ដាច់ព្រាត់ដោយយកឈ្នះ3 set ទៅ1 និង1 set ដែលជាជ័យជំនះគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដែរមុខមាត់នៃក្រុមកម្ពុជាត្រូវបានគេគូសបញ្ជាក់អំពីការវិវត្តយ៉ាងឆាប់រហ័សរបស់កម្ពុជាបន្ទាប់ពីបញ្ចប់ដោយការបរាជ័យកាលពីការបង្ហាញខ្លួននៅក្នុងពាន CV Cup កាលពីឆ្នាំ2025 Outside hitter, Ruben Visna sealed the winning point in the final and was named both Most Valuable Player MVP and Best Outside Hitter. Teammate Sun Janaro also earned the Best Setter Award for his outstanding performance. Okay. ឥឡូវយើងមកបន្តសិក្សាពីគន្លឹះពាក្យថា outside hitter គឺសំដៅទៅលើកីឡាករដែលវាប្រយុទ្ធផ្នែកខាងក្រៅរៀបពាក្យ seal យើងប្រែថាចារ most valuable player កីឡាករដែលប្រកួតបានល្អជាងគេ teammate យើងប្រែថាមិត្តរួមក្រុម earn យើងអាចប្រែថារកបានឬក៏ដែលទទួលបាន award រង្វាន់ពានរង្វាន់ outstanding performance ការសម្ដែងជាផ្លូវការអូខេកីឡាករវឿនវាសនាដែលជាស្មាតផ្ដាច់នៅស្លាបខាងក្រៅត្រូវបានគេកត់សម្គាល់ថាជាកីឡាករដែលសំខាន់ក្នុងការស្វែងរកជ័យជំនះក្នុងវគ្គផ្ដាច់ព្រាត់ហើយក៏ត្រូវបានគេដាក់នាមថាជាកីឡាករដែលលេងបានល្អរួមទាំងជាកីឡាករដែលវាយប្រយុទ្ធបានល្អផងដែរដោយឡែកកីឡាករស៊ូនចាន់ណារ៉ូដែលជាមិត្តរួមក្រុមក៏ទទួលបានពានជាកីឡាករដែលចែកបាល់ឬក៏លើកបាល់បានល្អបំផុតផងដែរសម្រាប់ការសម្ដែងឬក៏ការប្រកួតជាផ្លូវការរបស់លោក The celebration were marked by sacrifice as Volleyball Federation official Ang Saripichet fractured in his arm while rushing onto the court with a Cambodian flag. Prime Minister Hun Manet, VFC President Sosokar and fans across the country praised the team's historic achievement and called for a hero's welcome upon their return. Okay. យើងមកសិក្សាពីគន្លឹះ celebration យើងប្រែថាការប្រារព្ធជ័យជំនះ sacrifice ប្រែថាការលះបង់ fracture យើងប្រែថាប្រេះឆ្អឹងប្រេះ rushing ប្រែថាយ៉ាងលឿន court យើងប្រែថាទីលានឬក៏កន្លែងដែលគេប្រកួតកីឡា across ប្រែថាជុំវិញ praise លើកសរសើរ achievement ពីសមិទ្ធផលឬក៏ភាពជោគជ័យ call for អំពាវនាវ return ត្រឡប់មកវិញអូខេការអបអរនៅជ័យជំនះដែលបានធ្វើឡើងដោយការលះបង់ពីសំណាក់ឯកឧត្តមអង្គសារីពិសិដ្ឋដែលជាមន្ត្រីសហព័ន្ធបាល់ទះកម្ពុជាបានធ្វើឲ្យដៃរបស់លោកបានប្រេះខណៈពេលដែលរត់ចូលទៅកាន់ទីលានយ៉ាងលឿនដោយកាន់នៅទង់ជាតិសម្ដេចធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយនឹងឯកឧត្តមសសុខាដែលជាប្រធាន FVC រួមទាំងអ្នកគាំទ្រជុំវិញប្រទេសកម្ពុជាបានស្ងើចសរសើរចំពោះ
ជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទះកម្ពុជាហើយក៏បានអំពាវនាវនឹងធ្វើការស្វាគមន៍នៅវីរៈបុរសបាល់ទាត់កម្ពុជាឲ្យត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ